ពួកក្បាលបងប្អូនហ្នឹងដាក់ច្រើនពេកទៅវាភ្លេចអញ្ចឹងនិយាយតែប៉ុណ្ណឹងបានហើយខ្លាចតែនិយាយប៉ុណ្ណឹងចាំបានផងខ្ញុំចង់និយាយថាម៉េចប្រាប់បងប្អូនម្ចាស់ថ្លៃឯងខ្ញុំចង់ប្រាប់ថានៅពេលដែលអំណាចវាប្រមូលផ្ដុំបងប្អូនត្រូវចងចាំច្បាប់ចងបុគ្គលដែលប្រមូលផ្ដុំអំណាចហ្នឹងអត់ជាប់ទេកាលណាអំណាចវាប្រមូលផ្ដុំម្ចាស់ថ្លៃឯងចាំបានអត់ខ្លាចម្ចាស់ថ្លៃឯងអត់ចាំថ្ងៃហ្នឹងខ្ញុំនិយាយតែខ្លីឲ្យបន្តិចទៀតខ្ញុំទៅផ្ទះវិញថាកាលណាអំណាចវាប្រមូលផ្ដុំច្បាប់ចងបុគ្គលហ្នឹងវាមិនជាប់ទេកាលណាច្បាប់ចងវាមិនជាប់ច្បាប់ធួលងណាសង្គមហ្នឹងខ្លាចទៅជាសង្គមដដើមគ្នារស់1 2 3ដដើមបងប្អូនមកបដិញ្ញាបច្ចាណាបន្តិចមើល1 2 3ដដើមទោះថាពីណាដដើមបានពីណាដដើមបានមានតែអាខ្លាំងទេដដើមបានម្ចាស់ថ្លៃអត់មានមុខអ្នកឯងស្ញយនឹងដដើមបានទេកាលណាអំណាចវាប្រមូលផ្ដុំច្បាប់វាធួលងច្បាប់ចងមិនជាប់សង្គមវាដដើមគ្នារស់1 2 3ដដើមពីណាដដើមបានមុខម្ចាស់ថ្លៃឯងដដើមមិនស្ញះគេទេមានតែអាចជើងខ្លាំងទេតែអាចដដើមបានប៉ុន្តែសប្តាហ៍លោកម្ចាស់ថ្លៃឯងហ្នឹងថាអត់ចូលរួមនយោបាយទេអញធ្វើមិនអរស៊ីឲ្យតែមានបានក្នុងគ្រួសារអញថាមិនមានទេម្ចាស់ថ្លៃមិនមានទេមានតែអាចជើងខ្លាំងទេបានវាមានម្ចាស់ថ្លៃឯងដដើមមិនស្ញះគេទេមុខនឹងនោះស្ដាប់ឲ្យទាន់យកទៅពិចារណាគាត់មិនព្រមស្ដាប់គាត់ថាអត់ទេអត់ចូលរួមនឹងនយោបាយទេធ្វើមិនឲ្យតែបានស៊ីសិនថាមិនបានស៊ីទេម្ចាស់ថ្លៃមិនបានស៊ីទេអានេះខ្លាំងវាមុខតែស៊ីស្ញះហើយថ្ងៃណាមួយមានទុកដល់ខ្លួននេះដូចកំពុងធំអីចឹងគេដេញម្ដងជាង 1000 គ្រួសារអាហ្នឹងឯងសំងំសុក1 2 3ដដើមថាដដើមមិនស្ញះគេទេម្ចាស់ថ្លៃឯងគិតថាម៉េចគិតថាអញគ្មានខ្វល់នឹងនយោបាយអញគិតតែធ្វើម៉េចឲ្យសុខសប្បាយធ្វើម៉េចឲ្យតែគ្រួសារអញមានបានថាម្ចាស់ថ្លៃស្ដាប់ហើយស្ដាប់ទៀតយកទៅពិចារណាថាមុខម្ចាស់ថ្លៃឯងដដើមមិនស្ញះគេទេច្បាប់វាធូរលងដដើមមិនស្ញះគេទេវាមិនស្ញះអានេះមានកំភ្លើងទេដើម្បីឲ្យមនុស្សទាំងអស់គ្នារកស៊ីស្មើមុខគ្នាប្រើបញ្ញារបស់ខ្លួនបានដោយសុចរិតទៀងត្រង់ណាទាល់តែច្បាប់មានកម្លាំងចងមនុស្សទាំងអស់ក្នុងសង្គមបានដើម្បីឲ្យច្បាប់ចងមនុស្សទាំងអស់គ្នាក្នុងសង្គមបានរូបមន្តវាមានតែមួយគត់គឺកាត់បន្ថយអំណាចអ្នកដឹកនាំរដ្ឋនៅស្រុកខ្មែរយើងលើកជាទស្សនៈគឺយន្តការ8ចំណុចកាត់បន្ថយអំណាចអ្នកដឹកនាំរដ្ឋកាលណាអំណាចត្រូវបានបំបែកច្បាប់វាមានកម្លាំងចងមនុស្សទាំងអស់គ្នាក្នុងសង្គមណែអាធ្វើឲ្យបែកអំណាចរដ្ឋហ្នឹងឲ្យច្បាប់មានកម្លាំងចងមនុស្សទាំងអស់ក្នុងសង្គមបានហ្នឹងណាម្ចាស់ថ្លៃឯងស្ដាប់ឲ្យច្បាស់ណាអត់មានពីណាធ្វើឲ្យក្រៅពីម្ចាស់ថ្លៃឯងទេណែថ្ងៃហ្នឹងខ្ញុំចង់និយាយតែប៉ុណ្្នឹងណាខ្ញុំរៀបចំឲ្យបានទៅវិញហើយហេតុអីបានខ្ញុំនិយាយច្រើនខ្លាចម្ចាស់ថ្លៃឯងភ្លេចនិយាយប៉ុណ្ណឹងខ្លាចតែភ្លេចផងសូមអរគុណតាមការសង្កេតរបស់ខ្ញុំជាទូទៅឃើញថាប្រជាពលរដ្ឋខ្មែរយើងគាត់ឲ្យតម្លៃទៅលើការរកស៊ីគឺថាធំជាងការស្ដាប់ពួកគាត់យល់ឃើញថាការរកស៊ីហ្នឹងវាបានប្រយោជន៍មកគាត់ក៏ប៉ុន្តែការស្ដាប់ហ្នឹងមិនបានប្រយោជន៍មកគាត់ទេបើមិនជឿវេទិកាសាធារណៈណាដែលមានអំណោយឲ្យគាត់ហ្នឹងគឺគាត់មកលឿនតែហ្មងពួកគាត់យល់អញ្ចឹងមនុស្សតែយល់យ៉ាងម៉េចធ្វើតាមការយល់របស់ខ្លួនឯងប្រជាពលរដ្ឋខ្មែរយើងជាទូទៅគឺគាត់អញ្ចឹងគាត់យល់ឃើញថាការរកស៊ីហ្នឹងវាមានប្រយោជន៍ជាងការស្ដាប់ព្រះសម្មាសម្ពុទ្ធលោកមិនធ្លាក់ចូលក្នុងភាគីចំនួនណាមួយទេលោកមិននិយាយថាអញ្ចេះត្រូវឬអញ្ចោះខុសទេព្រះសម្មាសម្ពុទ្ធលោកមិនធ្លាក់ចូលក្នុងភាគីចំនួនទេតែយើងនិយាយថាអញ្ចេះត្រូវអញ្ចោះខុសចូលក្នុងភាគីចំនួនហើយព្រះសម្មាសម្ពុទ្ធលោកអត់ចូលក្នុងភាគីចំនួនណាមួយទេប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីហេតុហើយនឹងផលធ្វើហេតុនេះវាបានផលនេះធ្វើហេតុយ៉ាងនេះនឹងបានផលយ៉ាងនោះរួចហើយអ្នកយកទៅពិចារណាអ្នកចង់ទៅណាស្រេចតែអ្នកទៅចុះពីព្រោះរឿងខុសរឿងត្រូវនេះតែចែកគ្នាមិនដាច់ទេលើពិភពលោកនេះតែចែកគ្នាមិនដាច់ទេតែចែកគ្នាវាអត់ដាច់អ្នកខ្លះគេនិយាយថាកុំទៅខ្វល់រឿងជាតិមុខជាតិក្រោយហើយទៅខ្វល់ទៅអីឲ្យតែបានស៊ីក្នុងជាតិនេះយើងតែមនុស្សយើងត្រូវធ្វើប្រយោជន៍សម្រាប់ជាតិក្រោយនោះឯងថាហ្នឹងបើអញយល់ថាអាងាប់ទៅមិនមែនអញផងឲ្យទៅណាទៅឲ្យតែអញបានសុបាយក្នុងជាតិនេះអញ្ចឹងសួរថាស្អីខុសស្អីត្រូវឥឡូវស្អីខុសស្អីត្រូវយើងថាមនុស្សត្រូវរស់នៅចេះធ្វើសេចក្តីល្អចេះជួយគ្នាអាហ្នឹងហែងថាចុះបើអញថាមិនបាច់ទេឲ្យតែរស់នៅស្រួលមកគ្រួសារអញទៅស្រាប់តែអញអញ្ចឹងបើព្រះសម្មាសម្ពុទ្ធលោកមកកាត់ក្តីរឿងហ្នឹងហើយលោកថាអ្នកខាងនេះនិយាយត្រូវបំឆ្លោះជាមួយមកខាងទៀតលើព្រះសម្មាសម្ពុទ្ធក៏ឆ្លោះដែរតែយល់ខុសពីយើងហើយយើងមិនកើតសេចក្តីជ្រះថ្លាក្នុងការបញ្យល់របស់លោកហើយព្រះសម្មាសម្ពុទ្ធក៏ឆ្លោះដែរបើយើងមិនហ៊ានឆ្លោះចំមុខក៏យើងដើរចេញណាយើងអត់មានស្ដាប់ព្រះសម្មាសម្ពុទ្ធទេមិនអញ្ចឹងឡើយគាត់តែយើងយល់ដោយខ្លួនយើងមនុស្សសប្ងៃអញ្ចឹងមនុស្សភាគច្រើនណាគេថាមិនខ្វល់គឺថាគិតធ្វើមិនឲ្យតែ
រស់នៅស្រួលមកគ្រួសារអញហើយរស់នៅនឹងស្រួលតែក្នុងជាតិនឹងកុំទៅរវល់ជាតិក្រោយធ្វើបថុយបានឬមិនបានជាតិក្រោយកុំទៅខ្វល់តែជាតិនឹងទៅធ្វើមិនឲ្យតែបានក្រុមគ្រួសារអញរស់នៅស្រួលទៅបានហើយអ្នកខ្លះគេនិយាយថាហេធ្វើអញ្ចឹងដូចរស់នៅគ្មានឧត្តមកតេទេត្រូវរស់នៅចេះជួយគ្នាចេះជួយសង្គមជាតិរបស់ខ្លួនអានឹងបានគេហៅពលរដ្ឋល្អហើយចង់បានពលរដ្ឋល្អហើយធ្វើចង់ទៅអញមិនបាច់ពលរដ្ឋល្អក៏បានដែរអញនៅផ្ទះអញអាណាថាល្អតែអាណាថាល្អអានឹងស្រាប់តែហែងថាហែងថាអញចង់ល្អបើអញថារស់នៅឲ្យតែបានក្រុមគ្រួសារអញល្អអានឹងស្រាប់តែលើអញថាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកអត់ណែនាំលោកអត់អូសទាញលោកអត់ព្រានបដៅឲ្យបុគ្គលនេះមកខាងនេះឬទៅខាងនោះទេដែលវាខុសពីសាសនាត្រង់ហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីទំនាក់ទំនងរវាងហេតុហើយនឹងផលបើអ្នកធ្វើអញ្ចេះនឹងបានផលនេះបើអ្នកធ្វើអញ្ចោះអ្នកនឹងបានផលនោះរួចហើយអ្នកយកទៅពិចារណាដោយខ្លួនឯងអ្នកកាត់ក្តីទៅរឿងត្រូវរឿងខុសតថាគតមិនថាទេយើងមកក្នុងថ្ងៃហ្នឹងក៏អញ្ចឹងដែរយើងអត់អាចកាត់ថាបងប្អូនគិតនឹងខុសឬត្រូវទេដូចខ្ញុំនិយាយខាងដើមអញ្ចឹងថាខ្ញុំអត់មានកាត់ក្តីខុសឬត្រូវទេដែលបងប្អូនគិតថាមនុស្សយើងទៅរកស៊ីគ្រាន់បើជាងអង្គុយស្ដាប់គេស្ដាប់បានប្រយោជន៍អីស្ដាប់មានបានស៊ីអីទៅរកស៊ីគ្រាន់បើទុកពេលវេលាហ្នឹងទៅមើលគោមើលក្របីគ្រាន់បើជាងមកស្ដាប់អាកម្មវិធីវេទិកាសាធារណៈអីអញ្ចឹងយើងអត់មានថាបងប្អូនគិតនឹងខុសឬត្រូវទេយើងអត់មានវិនិច្ឆ័យទេពីព្រោះអ្វីពីព្រោះតាំងពីអតីតកាលមកការឆ្លោះគ្នាថាអញ្ចេះខុសឬអញ្ចោះត្រូវហ្នឹងឆ្លោះអត់ចេះចប់ចំនួនហ្នឹងតាំងពីដើមរៀងមកអត់ចេះចប់ស្រាប់តែលើការយល់របស់បងប្អូនតាបើបងប្អូនយល់ឃើញថាល្មិចល្អអាហ្នឹងបងប្អូនធ្វើតាមហ្នឹងទៅព្រះសម្មាសម្ពុទ្ធលោកអត់មានសម្ដែងថាអញ្ចេះល្អអញ្ចោះអាក្រក់ផងធម៌ល្អនិងធម៌អាក្រក់យើងទេអ្នកកំណត់ចំណែកព្រះសម្មាសម្ពុទ្ធលោកសម្ដែងតែពីទំនាក់ទំនងរវាងហេតុនិងផលអ្នកធ្វើហេតុនេះនឹងបានផលនេះអ្នកធ្វើហេតុនេះនឹងបានផលនេះតើអ្នកគួរប្រកាន់ជីវិតបែបណាអានឹងស្រេចទៅលើអ្នកពួកយើងក៏ចឹងដែរយើងអត់ចោទបងប្អូនថាបងប្អូនយល់ឃើញថាការទៅរកស៊ីហ្នឹងវាជារឿងត្រឹមត្រូវវាជារឿងបានប្រយោជន៍យើងអត់ថាបងប្អូនខុសទេយើងអត់ថាស្ដាប់នឹងមានប្រយោជន៍ទេក៏ប៉ុន្តែយើងប្រាប់អំពីទំនាក់ទំនងរវាងហេតុនិងផលការទៅរកស៊ីបងប្អូនបានត្រឹមមធ្យោបាយដើម្បីរស់បងប្អូនយកទៅពិចារណាយើងឲ្យហេតុផលការទៅរកស៊ីគ្រាន់តែបានមកវិញនៅមធ្យោបាយដើម្បីរស់ឧទាហរណ៍ថាបងប្អូនមានឡានមួយអញ្ចឹងការទៅរកស៊ីគឺដូចបងប្អូនទៅរកសាំងមកចាក់ឡានអញ្ចឹងបានត្រឹមមធ្យោបាយធ្វើឲ្យឡានទៅមុខបានការទៅរកស៊ីដើម្បីធ្វើឲ្យជីវិតរស់ព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាបច្ច័យ4គឺជាមធ្យោបាយញ៉ាំងជីវិតឲ្យរស់លោកអត់បដិសេធទេដូចយើងទៅរកសាំងអញ្ចឹងទៅរកសាំងគឺពិតហើយថាបើឡាននឹងគ្មានសាំងទេឡាននឹងទៅមុខអត់រួចទេការទៅរកសាំងមកចាក់ឡានគឺជាមធ្យោបាយធ្វើឲ្យឡានទៅមុខបានការទៅរកស៊ីធ្វើឲ្យជីវិតរស់បានប៉ុន្តែការពយល់ធ្វើឲ្យយើងដឹងថាតើយើងជិះឡានទៅណាដូចគ្នាជាមួយនឹងជីវិតរបស់យើងទៅរកស៊ីយើងបានមធ្យោបាយសម្រាប់រស់ប៉ុន្តែដល់ពេលរស់ហើយនាំជីវិតទៅណានោះអានឹងការពយល់ហ្នឹងបានអាចផ្ដល់ជាមូលដ្ឋានក្នុងការពិចារណាថាតើជីវិតហ្នឹងរស់ហើយត្រូវទៅណាព្រះសម្មាសម្ពុទ្ធអារឿងជីវិតហ្នឹងត្រូវទៅណានឹងទៀតសោតលោកអត់ចង្អុលបង្ហាញទេលោកអត់ណែនាំទេលោកអត់អូសទាញលោកអត់ព្រានបដៅថាទៅនេះឬទៅនោះទេលោកទុកសិទ្ធិសេរីភាពឲ្យអ្នកទាំងអស់គ្នាសម្រេចលោកប្រាប់តែពីទំនាក់ទំនងរវាងហេតុនិងផលដូចខ្ញុំនិយាយខាងដើមអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបច្ច័យ4សំខាន់ណាស់ប៉ុន្តែគ្រាន់តែជាមធ្យោបាយញ៉ាំងជីវិតឲ្យរស់ប៉ុន្តែការពយល់ឲ្យមនុស្សមានមូលដ្ឋានក្នុងការពិចារណាដឹងថាជីវិតនឹងរស់ហើយត្រូវទៅណាទៀតបានសាំងចាក់ឡានហើយតើឡានត្រូវបើកទៅណានោះអានោះការរស់ស៊ីអត់អាចជួយមនុស្សឲ្យដឹងអំពីគោលដៅថាត្រូវទៅណាទេមានតែការពយល់ឲ្យប្រជាពលរដ្ឋនឹងមានមូលដ្ឋានក្នុងការពិចារណាទេបានដឹងថាតើជីវិតត្រូវទៅណាព្រះសម្មាសម្ពុទ្ធលោកដឹងថាមនុស្សកើតមកភ្ជាប់នឹងប្រយោជន៍មនុស្សកើតមកគឺភ្ជាប់នឹងប្រយោជន៍ព្រះសម្មាសម្ពុទ្ធលោកដឹងច្បាស់ណាស់ថាមនុស្សនេះគឺរកប្រយោជន៍តែអត់គិតពីណាទាំងអស់អញគិតតែក្រុមគ្រួសារអញព្រោះគាត់យល់ថានឹងប្រយោជន៍ទេណាអញមិនទៅស្ដាប់វេទិកាសាធារណៈអញទៅរកស៊ីវិញអានឹងព្រោះគាត់ចង់គិតប្រយោជន៍ទេហ្នឹងគាត់មិនចូលរួមក្នុងសកម្មភាពនយោបាយទេព្រោះគាត់យល់ឃើញថាអានឹងជាប្រយោជន៍របស់អ្នកដទៃអញនៅខំរកស៊ីធ្វើការងារផ្ទះអញអានឹងសិតតែតាក់ទងនឹងរឿងការគិតប្រយោជន៍ទេហ្នឹងព្រះសម្មាសម្ពុទ្ធលោកដឹងថាមនុស្សកើតមកជាប់នឹងការរកប្រយោជន៍នឹងត្មងហើយលោកថានឹងជារឿងត្រឹមត្រូវពីព្រោះមនុស្សណាដែលអត់ចេះរកប្រយោជន៍គឺជាមនុស្សគំរក់បំផុតប៉ុន្តែវាសំខាន់ត្រង់ថាមិនប្រយោជន៍ផងបងប្អូនច្រឡំថាប្រយោជន៍ណែវាបញ្ហានៅត្រង់នោះអាត្រង់ហ្នឹងក
គាត់ទៅជែកគ្នាវាមិនដាច់ទៀតទៅជែកគ្នាវាមិនដាច់អ្នកឯងថាអញ្ចឹងធ្វើប្រយោជន៍ចុះបើអញថាអញ្ចេះធ្វើប្រយោជន៍ដែរវាមិនវិញជ្រួសគ្នាតងាប់អញ្ចឹងព្រះសម្មាសម្ពុទ្ធលោកអត់ធ្លាក់ចូលក្នុងភាគីចំនួនទេលោកគ្រាន់តែប្រាប់ពីតំណែងតំណងរវាងហេតុនិងផលបើអ្នកធ្វើហេតុនេះអ្នកនឹងបានផលនេះបើអ្នកធ្វើហេតុនេះអ្នកនឹងបានផលនេះព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងអំពីច្បាប់ធម្មជាតិលោកដឹងអំពីជីវិតនៃការវិលកើតវិលស្លាប់លោកត្រាស់ដឹងពេលនោះលោកដឹងថាពេលដែលស្លាប់ទៅណាវាសល់អីទៅពុកទៀតវាសល់អីអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីការសល់ហ្នឹងកាលណាយើងធ្វើដោយចេតនាអាក្រក់យើងថាអាក្រក់ចុះដើម្បីនិយាយគ្នាការពិតវាគ្មានអាក្រក់គ្មានល្អអីផងយើងទេអ្នកទៅបែងចែកថាចេតនាក្នុងការបៀតបៀនគេអាក្រក់ចេតនាក្នុងការជួយគេល្អយើងទេទៅចែកប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកអត់បែងចែកល្អអាក្រក់ផងលោកប្រាប់ថាសច្ចៈអាហ្នឹងវាអញ្ចឹងបើអ្នកមានចេតនាបៀតបៀនគេអាចេតនានោះវាធ្លាក់ចូលក្នុងប្រវាំងដូចមេសេចអញ្ចឹងវាជាទិន្នន័យនៅក្នុងប្រវាំងសម្រាប់បង្កបង្កើតសត្វក្នុងទុក្ខតិភពអានឹងហើយវាជាហេតុនាំឲ្យកើតជាគោជាមាន់ជាទាពីព្រោះអ្នកមានចេតនាចង់បៀតបៀនអ្នកដទៃត្រង់ចេតនាបៀតបៀនអ្នកដទៃនឹងល្អអាក្រក់អ្នកយកទៅបែងចែកទៅដល់ពេលគេប្រាប់ថាអាចេតនានឹងបង្កឲ្យកើតជាគោជាកបីជ្រូកមាន់ទាឬសត្វក្នុងទុក្ខតិភពថាខ្ញុំយល់ថាអានឹងមិនល្អខ្ញុំមិនចង់ទៅអានឹងអ្នកឯងបែងចែកទេណាតថាគតអត់មានទៅបែងចែកទេណាគ្រាន់តែអានឹងអាចេតនាចង់បៀតបៀនអ្នកដទៃនឹងវាជាហេតុនាំឲ្យបង្កបង្កើតជាគោជាកបីជ្រូកមាន់ទាដល់ពេលអ្នកមានចេតនាជាចេតនាចង់ជួយគេចង់ធ្វើល្អចំពោះគេចង់ឲ្យអ្នកដទៃបានសេចក្តីសុខវាជាហេតុនាំឲ្យបង្កបង្កើតសត្វក្នុងសុគតិភពមានទេវតាមានមនុស្សមានអីអញ្ចឹងទៅមិនកើតទេណាបង្កបង្កើតគុំណាមិនកើតទេតែកើតយើងនិយាយថាយើងទៅកើតឆ្លោវាមិនមែនយើងទៅកើតទេឧទាហរណ៍ថាយើងរៀបងាប់នៅមាត់ទឹកចុះពេលយើងងាប់ទៅយើងទៅធាក់យើងនេះទៅធាក់វាចិត្តដាច់ខ្យល់វាញាត់ទឹកទៅអាទឹកហ្នឹងវាទៅបុកនៅលើជ្រាំងហើយវាឆ្លាក់ចេញជារូបអីមួយនៅលើមាត់ជ្រាំងហើយយើងងាប់បាត់ទៅអាទិន្នន័យហ្នឹងវាជាហេតុនាំឲ្យកកើតសង្ខារធម៌ថ្មីមួយក្នុងសុគតិភពឬទុក្ខតិភពសួរថាយើងថាវាមិនមែនយើងសពថ្ងៃទៅជែកគ្នាមិនដាច់ត្រង់រឿងយើងហ្នឹងបញ្ហានៅត្រង់យើងនៅត្រង់អញហ្នឹងកាន់សាសនាពុទ្ធណាព្រះសម្មាសម្ពុទ្ធលោកសម្ដែងច្បាស់ថាអត់មានបលឹងទេលោកយាយលោកតាអ្នកសម្ដែងធម៌សប្ថ្ងៃគាត់ថាអត់បលឹងដែរហេតុអីបានគាត់ថាពីព្រោះគាត់មើលគម្ពីរព្រះសម្មាសម្ពុទ្ធសម្ដែងថាអត់បលឹងប៉ុន្តែពេលណាគាត់និយាយគាត់តែគាត់មិនប្រើពាក្យបលឹងទេប៉ុន្តែបលឹងតែហ្មងពួកគាត់យល់ថាគាត់ទៅកើតនៅទីនេះធ្វើបុណ្យឲ្យកើតនៅទីនោះព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គយោមកំណើតជានេះព្រះអង្គយោមកំណើតជាសត្វនេះព្រះអង្គយោមកំណើតជាសត្វនោះយើងងាប់ទៅកើតនៅកន្លែងនេះងាប់ទៅកើតនៅកន្លែងនោះគ្រាន់តែមិនប្រើពាក្យបលឹងទេប៉ុន្តែបលឹងហើយនោះបលឹងហើយព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាឥតមានបលឹងទេតែហៅថាបលឹងគឺថាពេលដែលយើងងាប់ប្រុសទៅមានស្អីមួយហោះធ្លោចេញទៅព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងច្បាប់ធម្មជាតិលោកប្រាប់ថាអត់មានទេវាជាធាតុផ្សំគុំគ្នាណានៅក្នុងខ្លួនយើងហ្នឹងដូចបេះដូងអញ្ចឹងច្បាច់អញ្ចឹងទៅបានចេញចិត្តហ្នឹងជាធាតុដឹងសម្គាល់ថាមានអញនៅក្នុងខ្លួនហ្នឹងតទៅពេលងាប់ទៅអាចិត្តហ្នឹងវារលត់ដូចអណ្ដាតភ្លើងអញ្ចឹងពេលជាគៀងប្រេងកាតវាអស់ប្រេងទៅអណ្ដាតភ្លើងវាលត់ផ្លឹបសួរអណ្ដាតភ្លើងទៅណាហើយបើអណ្ណាតទៅរកអណ្ដាតភ្លើងឃើញអណ្ដាតភ្លើងវាលត់ចិត្តរបស់យើងវាលត់ឆឹបហ្មងវាអត់មានស្អីទៅទៀតទេវាអត់មានបលឹងអីទៅទៀតទេវាអត់មានតតសោះណាប៉ុន្តែវានៅសល់បច្ច័យដែលជាតួកម្មដែលយើងគិតដូចមេសេចធ្លាក់ក្នុងប្រវាំងពេលដែលវាងាប់ទៅវាទៅអតិន័យនោះប៉ុន្តែអតិន័យនោះជាធាតុចាំណាអានោះជាធាតុចាំដូចនៅក្នុងកុំព្យូទ័រអញ្ចឹងតែគេបញ្ចូលអតិន័យឈ្មោះណាលេខទូរស័ព្ទប្រមាណស្អីប្រមាណទៅអតិន័យនោះវាចាំវាជាហេតុនាំឲ្យកកើតសង្ខារធម៌ថ្មីវាកើតផ្លឹបវាចូលទៅនៅក្នុងគេទៀតចូលទៅនៅទៀតអញ្ចឹងហើយបានអ្នកខ្លះចាំទៀតពីព្រោះអានោះជាធាតុចាំណាហើយសួរថាបលឹងថាមិនមែនបលឹងទេមិនមែនអញទេមិនមែនអត្តាទេមិនមែនតួបលឹងទេវាមិនមែនជាយើងត្មងណាយើងបានតែមួយជាតិហ្នឹងពីព្រោះយើងជាធាតុផ្សំវាមានសបកខ្លួនវាមានចិត្តហើយសបកខ្លួនបងប្អូនឃើញស្រាប់ហើយងាប់ទៅដេកស្អុកនៅលើផែនដីពីណាយកសបកខ្លួនទៅបានគ្មានពីណាមកយកសបកខ្លួនទៅបានទេហើយចិត្តវាលុតទៀតប៉ុន្តែនៅក្នុងចិត្តមានទិន្នន័យដែលជាតួកម្មដែលមានចេតនាបុណ្យនិងបាបនៅក្នុងចិត្តអានោះអ្នកទៅទៀតទៅវាបង្កើតជាសង្ខារធម៌ថ្មីសង្ខារធម៌ហ្នឹងមានន័យថាវាផ្គុំតែផ្គុំគឺបែកធ្លាយតែផ្គុំហើយអត់បែកធ្លាយបានអីផ្គុំទៀត
អូមកតែដីនឹងវាគុំជាមនុស្សហើយបើមនុស្សអត់ងាប់បែកធ្លាយទៅជាដីវិញសួរថាបានអីមកគុំទៀតគុំតែ500ឆ្នាំអស់ផែនដីគុំអញ្ចឹងធម៌គុំហ្នឹងព្រោះវាមានធម៌បែកគ្មានការជួបជុំណាមួយដែលគ្មានការប្រត់ប្រាស់ទេក្នុងគ្រួសារក៏ចឹងដែរកំពុងតែរស់នៅសុកហ្នឹងប៉ុន្តែថ្ងៃណាមួយគឺបែកគ្នាវាត្រូវតែបែកពីព្រោះអ្នកឯងមកពីឆ្ងាយមកជុំគ្នាដូច្នេះវាត្រូវតែមានធម៌បែកធម៌ពីរហ្នឹងគឺវាត្រូវជួបជុំគ្នាហ្មងធំតូចវែងខ្លីមានក្រគឺវានៅជុំគ្នាហ្មងមានជុំពីព្រោះវាមានព្រាត់ណែកាលណាយើងសិក្សាអំពីទំនាក់ទំនងរវាងហេតុនិងផលបានយើងរកមធ្យោបាយឃើញអំពីគោលដៅនៃជីវិតដូចខ្ញុំនិយាយខាងដើមអញ្ចឹងការទៅរកស៊ីគ្រាន់តែបានមធ្យោបាយដើម្បីរស់ដល់ពេលការបញ្យល់អំពីទំនាក់ទំនងរវាងហេតុនិងផលឲ្យយើងដឹងថាតើជីវិតរបស់យើងរស់នៅនោះធ្វើម៉េចឲ្យវាបានជាប្រយោជន៍យើងទៅរកសាំងមកចាក់ឡានគឺដើម្បីឲ្យឡានមានកម្លាំងទៅមុខបានប៉ុន្តែត្រង់ថាឡានវាទៅណានោះមានតែការពន្យល់អំពីទំនាក់ទំនងរវាងហេតុនិងផលទេបានដឹងថាតើឡានត្រូវទៅណាមនុស្សសពថ្ងៃដូចខ្ញុំនិយាយខាងដើមអញ្ចឹងគាត់មកស្ដាប់វេទិកាគាត់មិនមកស្ដាប់វេទិកាគាត់ខំប្រឹងទៅរកស៊ីគាត់ខំប្រឹងទៅរៀនសូត្រគាត់ខំប្រឹងទៅបម្រើគេគាត់ប្រឹងទៅអែបអបអ្នកធំវាតាក់ទងតែជាមួយនឹងប្រយោជន៍ទាំងអស់វាតាក់ទងតែជាមួយនឹងប្រយោជន៍ទាំងអស់គាត់ចង់រកប្រយោជន៍ព្រះសម្មាសម្ពុទ្ធលោកប្រាប់ការរកប្រយោជន៍របស់មនុស្សគឺត្រូវហើយមនុស្សណាដែលមិនចេះរកប្រយោជន៍គឺជាមនុស្សគំរក់បំផុតក៏ប៉ុន្តែវាសំខាន់ត្រង់ថាយើងអត់បានទៅជែកគ្នាអំពីរឿងប្រយោជន៍តើល្មិចទៅដែលហៅថាប្រយោជន៍ព្រះសម្មាសម្ពុទ្ធលោកមិនហ៊ានប្រាប់អំពីប្រយោជន៍នឹងទៅទៀតពីព្រោះមនុស្សខ្លះយល់ឃើញថាចេះបានប្រយោជន៍ចោះបានប្រយោជន៍អញ្ចឹងព្រះសម្មាសម្ពុទ្ធលោកមិនធ្លាក់ចូលក្នុងភាគីចំនួនទេមិនបាច់ធ្លាក់ចូលក្នុងភាគីចំនួនទេគាត់តែប្រាប់ថាអ្នកធ្វើហេតុនេះអ្នកនឹងបានផលនេះអ្នកធ្វើហេតុនេះអ្នកនឹងបានផលនេះរួចហើយអ្នកយកទៅសម្រេចចិត្តទៅតថាគតត្រាស់ដឹងច្បាប់ធម្មជាតិតថាគតដឹងពេលណាអ្នកគិតអ្វីគិតចេតនាថាអាក្រក់ទៅចោះប៉ុន្តែអាក្រក់ល្អហ្នឹងយើងអ្នកបែងចែកទេព្រះសម្មាសម្ពុទ្ធលោកអត់បែងចែកទៀតផងលោកថាធ្វើចេតនាឧទាហរណ៍ចេតនាបៀតបៀនអ្នកដទៃវាជាហេតុបង្កបង្កើតជាជ្រូកមាន់ទាគោក្របីអាហ្នឹងគេហៅសត្វក្នុងទុក្ខកតិភពប៉ុន្តែសួរថាយើងមិនមែនយើងទេយើងមិនវាគ្រាន់តែជាហេតុពួកយើងវាមិនមែនអត្តាតបគុំគ្នាហើយបើគុំគ្នាមនុស្សងាប់ទៅនៅលើផែនដីឃើញច្បាស់ហើយសបកវាមានទៅរួចទេណាហើយយើងថាបើទៅមិនរួចទេប្រហែលជាព្រលឹងទៅអានឹងអត្តាហ្នឹងព្រះសម្មាសម្ពុទ្ធលោកថាអនត្តាធម្មជាតិទាំងឡាយគឺអនិច្ចំទុក្ខំអនត្តាអត់មានស្អីមួយដែលកើតក្នុងធម្មជាតិហ្នឹងអត់ចេះរលំរលាយឯងវាទៅទៀតទៅរហូតអត់ទេគឺផ្គុំដើម្បីបែកធ្លាយផ្គុំដើម្បីបែកធ្លាយបងប្អូនមើលបន្តិចស្អីទាំងអស់គឺផ្គុំឲ្យបែកធ្លាយផ្គុំឲ្យបែកធ្លាយគ្រាន់តែព្រឹកឡើងណាយើងរៀបចំបាយទឹកស៊ីបងប្អូនមើលបន្តិចមើលចូលទៅក្នុងពោះចេញជាអាចទៅចេញពីអាចទៅនេះទៅនោះវិល